ធ្លាប់តែទស្សនានិងលេងបាល់ទាត់រៀងរាល់ថ្ងៃតើលោកអ្នកបានដឹងអំពីការពិតដ៏គួរឲ្យចាប់អារម្មណ៍ខ្លះអំពីវាទាំងនេះគឺជាការពិតដ៏គួរឲ្យចាប់អារម្មណ៍អំពីបាល់ទាត់ទី1កីឡាបាល់ទាត់គឺជាកីឡាដែលពេញនិយមបំផុតនៅលើពិភពលោកដែលមានអ្នកគាំទ្រជាង 4,000 លាននាក់ទី2ពាក្យ soccer មកពីពាក្យថា Association Football ហើយកាត់ខ្លីមកត្រឹម Assos បន្ទាប់មកទៅជា Soccer នៅចុងសតវត្សទី19ក្នុងប្រទេសអង់គ្លេសទី3ការប្រកួតបាល់ទាត់មានរយៈពេល90នាទីប៉ុន្តែជាធម្មតាបាល់ស្ថិតក្នុងការលេងត្រឹមតែប្រហែល60នាទីប៉ុណ្ណោះទី4ការប្រកួតបាល់ទាត់អន្តរជាតិលើកដំបូងត្រូវបានលេងនៅក្នុងឆ្នាំ1872រវាងប្រទេសអង់គ្លេសនិងប្រទេសស្កុតឡែនទី5ប្រេស៊ីលបានឈ្នះពានរង្វាន់ FIFA World Cup ច្រើនជាងគេបំផុតចំនួន5ដងទី6 Greenland មិនអាចចូលរួមព្រឹត្តិការណ៍ FIFA បានទេដោយសារតែប្រទេសនេះត្រជាក់ខ្លាំងនិងមិនអាចដាំស្មៅសម្រាប់ធ្វើទីលានដែលមានបទបញ្ញត្តិបានទី7កីឡាករ Kazuyoshi Miura កើតនៅក្នុងឆ្នាំ1967គឺជាកីឡាករបាល់ទាត់អាជីពចំណាស់ជាងគេបំផុតដែលគាត់នៅតែលេងក្នុងវ័យ50ឆ្នាំទី8កញ្ចែរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតបាល់ទាត់ត្រូវបានផ្លុំប្រហែលជា120ដងក្នុងមួយប្រកួតជាមធ្យមទី9បាល់ទាត់គឺជាកីឡាតែមួយគត់ដែលត្រូវបានលេងនៅលើគ្រប់ទ្វីបទាំងអស់រួមទាំងទ្វីបអង់តាក់ទិកផងដែរទី10អាវអ្នកចាំទីត្រូវបានតម្រូវឲ្យមានភាពខុសគ្នាពីកីឡាករដទៃទៀតចាប់ពីឆ្នាំ1913មកម្លេះការពិតដ៏គួរឲ្យចាប់អារម្មណ៍អំពីពានរង្វាន់ពិភពលោកនិងអន្តរជាតិដូចជាទី1ពានរង្វាន់ FIFA World Cup លើកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ1930នៅអ៊ុយរ៉ូហ្គាយទី2ឥណ្ឌាបានដកខ្លួនចេញពីពានរង្វាន់ World Cup នៅក្នុងឆ្នាំ1950ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យលេងដោយជើងទទេបានទេទី3គ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ត្រូវបានស៊ុតបញ្ចូលទីបន្ទាប់ពី11វិនាទីដោយកីឡាករ Hakan Şükür នៃប្រទេសទូគីក្នុងឆ្នាំ2002ទី4អាល្លឺម៉ង់បានឈានទៅដល់វគ្គប្រៃព្រាត់ World Cup 8ដងដែលជាចំនួនច្រើនជាងគេបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ World Cup ទី5វគ្គពាក់កណ្ដាលប្រៃព្រាត់ឆ្នាំ2014អាល្លឺម៉ង់ស៊ីប្រេស៊ីល 7-1 គឺជាការភ្ញាក់ផ្អើលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើបទី6អ៊ីតាលីនិងប្រេស៊ីលធ្លាប់មានកីឡាករបានស្លាប់នៅលើទីលានក្នុងអំឡុងពេលប្រកួតដែលនាំឲ្យមានការផ្លាស់ប្ដូរច្បាប់សុវត្ថិភាពទី7ពានរង្វាន់ World Cup មាសត្រូវបានធ្វើពីមាស18ការ៉ាត់និងមានទម្ងន់ 6.1 គីឡូក្រាមទី8វគ្គប្រៃព្រាត់ World Cup ឆ្នាំ2018រវាងបារាំងនិងគ្រូអាតត្រូវបានទស្សនាដោយមនុស្សជាង 1.1 ពាន់លាននាក់ហេតុការណ៍ចម្លែកក្នុងព្រឹត្តិការណ៍បាល់ទាត់ទី1 Cristiano Ronaldo គ្មានស្នាមសាក់ទេដោយសារតែគាត់បរិច្ចាគឈាមជាប្រចាំទី2 Lionel Messi ធ្លាប់កាន់កាប់កិច្ចសន្យាដែលបានចុះហត្ថលេខាលើកន្សែងនៅពេលដែលគាត់ទើបតែចូលក្លឹប Barcelona ជាលើកដំបូងទី3ការប្រកួតមួយនៅ Madagascar ក្នុងឆ្នាំ2002បានបញ្ចប់ដោយពិន្ទុ149-0ដោយសារតែកីឡាករក្នុងក្រុមបានស៊ុតបញ្ចូលទីដោយខ្លួនឯងជាការតវ៉ាទី4កាត់ក្រហមដែលលឿនបំផុតក្នុងប្រវត្តិសាស្ត្រមានរយៈពេលតែ2វិនាទីប៉ុណ្ណោះបន្ទាប់ពីកីឡាករ Lee Thout បាននិយាយពីអសុរោះបន្ទាប់ពីកញ្ចែត្រូវបានបន្លឺឡើងទី5ការប្រកួតមួយរវាងអាសង់ទីននិងប៉េរូក្នុងឆ្នាំ1978ត្រូវបានអ្នកខ្លះជឿថាត្រូវបានគេរៀបចំឡើងដោយប្រទេសទាំងពីរនេះមិនត្រូវគ្នានោះទេទី6កីឡដ្ឋានខ្លះមានភ្នូរនៅពីក្រោមទីលានដោយសារអ្នកគាំទ្រចង់ឲ្យគេកប់នៅទីនោះទី7កីឡាករម្នាក់នៅបូលីវីធ្លាប់បានស្លាប់ដោយសាររន្ទះបាញ់អំឡុងពេលប្រកួតចំណែកឯកីឡាករ22នាក់ទៀតត្រូវបានដួលសន្លប់កំណត់ត្រានិងស្នាដៃដ៏អស្ចារ្យនៃបាល់ទាត់ទី1 Lionel Messi បានស៊ុតបាល់បញ្ចូលទី91គ្រាប់ក្នុងពេលតែមួយឆ្នាំគឺនៅឆ្នាំ2012ជាចំនួនដែលច្រើនជាងគេបំផុតទី2គ្រាប់បាល់ច្រើនជាងគេដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតផ្លូវការមួយមានចំនួន149គ្រាប់
ដែលជាក្របបាល់សុទ្ធបញ្ចូលទីខ្លួនឯងទាំងអស់ទី3ក្របបាល់បញ្ចូលទីតែដោយក្បាលដែលបានជាប់កំណត់ត្រាឆ្ងាយជាងគេមានចម្ងាយ 58.13 ម៉ែត្រទី4ការប្រកួតបាល់ទាត់ដែលជាប់កំណត់ត្រាយូរជាងគេមិនធ្លាប់មានពីមុនមកមានរយៈពេល108ម៉ោងលេងនៅចក្រភពអង់គ្លេសទី5បាល់ hat-trick លឿនបំផុតប្រើរយៈពេលតែ70វិនាទីដោយ Tommy Rhodes នៅក្នុងឆ្នាំ 1964 ទី6កាត់ក្រហមច្រើនជាងគេបំផុតក្នុងមួយប្រកួតមានចំនួន36នៅក្នុងការប្រកួតរបស់អាសង់ទីនទី7កំណត់ត្រាឈ្នះច្រើនជាងគេរបស់ក្រុមជម្រើសជាតិគឺប្រទេសអ៊ីតាលីឈ្នះ37ប្រកួតនៅក្នុងឆ្នាំ2018ដល់ឆ្នាំ2021ទី8ក្របបាល់ច្រើនជាងគេដែលបានសុទ្ធបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup គឺក្រុម Just Fontaine ដោយសុទ្ធបាន13គ្រាប់ក្នុងឆ្នាំ1958